nơi sẽ tạo vì miếng nơi tới bằng rừng chủng họ tha gió cứ đừng thể gió chán có bàn tay mình ao gió chè chân trai chẳng hay tay nơi bạc lời trò trả đó chỉ hiện vốn tới vốn màu đá nó bong bóng thay chẳng na chưa cả trò cha nó cứ vì chạy tập bật tới lấy nó mình trai khang ra tana kia có quạt bàn gì thà mà đòn máu nó miên bật têប្រមាណ70ហើយដែលបោះដៃមកសុំចរចាសហរដ្ឋអាមេរិកចាប់ផ្ដើមបើកការចរចាហើយអញ្ចឹងបើសិនជាបើកការចរចាគឺត្រូវការពេលប្រមាណបងប្អូន70ប្រទេសដើម្បីត្រូវការចរចាបើយើងនិយាយថាមួយថ្ងៃត្រូវចរចាមកប្រទេសចោះនឹងមិនបាច់និយាយអីថាអាមេរិកមិនបាច់ធ្វើអីថ្ងៃចរចាទៅរឿងពុនណារឿងការងារ100ជំពូកទៀតមិនបាច់ធ្វើត្រូវការពេលរហូតដល់ទៅ3ខែចិត្ត3ខែអញ្ចឹងបើ3ខែបានន័យថាពីខែហ្នឹងរហូតដល់ខែមិថុនាចរចាអត់ទាន់ចប់ផងហើយបើសិនជាពួកគាត់បាននិយាយថាពុនហ្នឹងគឺនៅតែបន្តដាក់រហូតចរចានៅតែចរចាតែមិនបានដកថយវិញទេដូច្នេះប្រទេសកម្ពុជានិងប្រទេសណាទាំងអស់គឺនឹងជាប់ពុននេះរហូតដល់ថ្ងៃចរចាចប់បើសិនជាសំណាងល្អបានចរចាមុនគេទៅអាចថយពុនទៅអាហ្នឹងគឺមិនសូវប៉ះពាល់ដល់ការនាំទំនិញចេញទៅអាមេរិកជាប្រមាណនេះមិនចឹងទេបងប្អូនប៉ុន្តែយើងសួរចេះទៅវិញអាមេរិកថាជប៉ុនមាននៅក្នុងបញ្ជីលើគេនៅក្នុងការចរចាមុនគេដោយសារអីរដ្ឋមន្ត្រីជប៉ុនបានជួបមាត់ជួបកជាប់ពាក្យជាប់សម្ដីអីជាមួយនឹងប្រធានាធិបតី Donald Trump កាលពីម្សិលមិញហើយអញ្ចឹងលោកត្រាំថាក្នុងយ៉ាងយូរសប្តាហ៍នេះគឺនឹងមានតំណាងរបស់ភាគីជប៉ុនអីហ្នឹងគេចុះមកដោយថាចរចាអីបដាហើយសម្រាប់ការដោះស្រាយពុនអញ្ចឹងបើយើងមើលជប៉ុនហាក់បីដូចជាមានអតិភិបជាងប្រទេសណាផ្សេងទៀតដោយសារតែជប៉ុនក៏ចង់ឲ្យរឿងនេះឆាប់ដើម្បីដោះស្រាយបញ្ហានឹងឲ្យលឿនហើយកុំឲ្យរាំងស្ទះសេដ្ឋកិច្ចនិងការនាំទំនិញចេញអញ្ចឹងណាវិជាការល្អចុះក្រៅពីជប៉ុនមានប្រទេសណាទៀតដែរខាងសហរដ្ឋអាមេរិកខាងសេតាវិមានជាពិសេសក៏បានបង្ហើបដែរថាប្រទេសវៀតណាមអាចជាជំរើសចរចាឆាប់ដែរខ្ញុំផ្សាយបងប្អូនជូនបងប្អូនម្សិលមិញទៅនិយាយថាវៀតណាមដំបូងថាសុំគេឲ្យពជា45ថ្ងៃអីហ្នឹងគេរកព្រមហើយឥឡូវនេះគេងឿកទៀតហើយអាមេរិកហ្នឹងគឺអញ្ចឹងឯងចរិតស្រីស្អាតហ្នឹងគឺថាពិបាកមែនតើអាកាលគេអត់តន់ចរចាជាមួយគាត់គាត់ថាចង់មើលគេបោះដៃចរចាដល់ពេលគេចាប់ផ្ដើមញ៉ែចាយចង់ក៏ចាប់ផ្ដើមងឿកឡើងបណ្ណាការអីអញ្ចឹងណាបងប្អូនដូច្នេះចរិតស្រីស្អាតនេះគឺនៅតែដដែលឥឡូវវៀតណាមអង្វរអាមេរិកថាឥឡូវសុំវៀតណាមសុំទម្លាក់ពុននឹងអស់ហើយមិនយកពីអាមេរិកសុំបីតែមួយដងអាមេរិកថាអត់ព្រមគឺថាទេហើយគឺអត់មានពជាអត់មានអីទាំងអស់ចាប់ដើមយកពុនពីថ្ងៃទី9ទៅគឺវៀតណាម 46% ដែរបងប្អូនធ្ងន់ធ្ងរអាមេរិកមិនព្រមអនុគ្រោះវៀតណាមតែសុកចិត្តឲ្យបើកផ្លូវចរចាតែនឹងអនុវត្តគោលការណ៍យកពុនហ្នឹងពីថ្ងៃ9ដូចគ្នាទាំងអស់ដែរ40% ជាងហ្នឹងតែគាត់ប្រាប់វៀតណាមចេះថាអាមេរិកមិនអាចនឹងអនុគ្រោះបាននេះគឺជាប្រសាសន៍របស់លោក Scott Bessent ដែលជាតំណាងខាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកដែលបាននិយាយអំពីរឿងវៀតណាមណាសន្ទុះមិនមែនលោក Bessent គាត់និយាយអំពីរឿងប្រទេស70ហើយរឿងថាចរចាជាមួយជប៉ុនចរចាជាមួយវៀតណាមប៉ុន្តែមន្ត្រីទីប្រឹក្សាជាន់ខ្ពស់នៅក្នុងរាជការឬក៏រដ្ឋបាលលោកត្រាំឯណោះទេគឺក៏ប្រាប់ Fox News ដែរតើតោងនឹងនេះគឺខ្ញុំបង្ហាញឈ្មោះមន្ត្រីកម្ពុជាផ្នែកវិជ្ជាការរបស់អាមេរិកម្នាក់ទៀតគឺឈ្មោះលោក Peter Navarro លោក Peter Navarro នឹងប្រាប់សារព័ត៌មានដែលជាប្រព័ន្ធឃោសនារបស់រដ្ឋបាលលោកត្រាំគឺ Fox News កាលពីម្សិលមិញដែរថាការដែលអាមេរិកមិនអាចនឹងចរចាឬក៏បន្ទុបបន្ថយមិនអាចចរចាសំទោសមិនអាចបន្ទុបបន្ថយពុនគយរបស់វៀតណាមបានគឺដោយសារតែគម្លាតចិញ្ចីពាណិជ្ជកម្មជាមួយវៀតណាមនោះវាធំពេក$120,000 លាននេះអ្វីដែលអាមេរិកអះអាងថាវាធំប៉ុន្តែរឿងដែលធំបំផុតហ្នឹងគឺអាមេរិកចោទប្រកាន់វៀតណាមជាពិសេសលោកទីប្រឹក្សាជាន់ខ្ពស់របស់លោកត្រាំផ្នែកពាណិជ្ជកម្មគឺលោក Peter Navarro ហ្នឹងក៏និយាយចេះថាវៀតណាមកេងប្រវ័ញ្ចចំណេញជញ្ជក់ញើសឈាមផលប្រយោជន៍របស់សហរដ្ឋអាមេរិកនឹងវាយូរពេកហើយវៀតណាមខົບខិតគ្នាជាមួយនឹងប្រទេសចិននៅក្នុងការក្លែងបន្លំពីរឿងដែលធំទី1គឺក្លែងបន្លំផលិតផលដែលនាំចេញមកប្រទេសនៅសហរដ្ឋអាមេរិកនេះគឺយកកូតាឬក៏ផលិតផលពីប្រទេសចិនដែលអត់មានតែចង់និយាយថាផលិតនៅប្រទេសចិនទាំងអស់យកមកបោះស្លាកវាយត្រាថាផលិតនៅប្រទេសវៀតណាមនាំចេញពីវៀតណាមដូច្នេះរឿងនេះគឺជារឿងមួយដែលអាមេរិកកំពុងតែទុំម្នេញគឺថាមិនសប្បាយចិត្តតតែសោះព្រោះអីគឺជាពាណិជ្ជកម្មមិនស្មោះត្រង់ព្រោះអីមិនស្មោះត្រង់ហ្នឹងត្រង់ថាយកផលិតផលផលិតនៅប្រទេសចិនដែលអាមេរិកដាក់ពន្ធខ្លាំងនៅប្រទេសចិនអញ្ចឹងចិនក៏គិតឬក៏ជួយគ្នាវៀតណាមហ្នឹងគឺគេចំណេញខ្លួនឯងអាចនឹងផលិតមិនដល់ឃើញខាងចិនសម្បូរការផលិតអញ្ចឹងទៅក៏យកអាទ្វារក្រោយហ្នឹងចេះតែនាំមកចូលក្នុងវៀតណាមហ្នឹងហើយទៅក៏បោះស្លាកថាផលិតនៅប្រទេសវៀតណាមដើម្បីរួចពន្ធហើយយកមកលក់នៅអាមេរិកបានលុយសន្ធឹកមួយទៀតគឺអាមេរិកចោទប្រកាន់វៀតណាមដែរថាពីរឿងកម្មសិទ្ធិបញ្ញាបងប្អូនគឺ
ទាំងចិនទាំងវៀតណាមហ្នឹងថារំលោភកម្មសិទ្ធិបញ្ញាគឺកម្មសិទ្ធិបញ្ញាហ្នឹងគឺសំដៅទៅលើការលួចស្នាដៃគេយកទៅធ្វើស្នាដៃខ្លួនឯងហើយផលិតយកទៅលក់ឲ្យអាមេរិកដែលក្បត់ម្ចាស់ដើមខ្ញុំថារឿងនេះគឺមានការឡើងរឿងយូរហើយរឿងការក្បត់កម្មសិទ្ធិបញ្ញានេះប៉ុន្តែអាមេរិកលើកឡើងជាហោហើយប៉ុន្តែពេលនេះហាក់បីដូចជាតឹងតែងជាមួយនឹងវៀតណាមនិងចិនខ្លាំងតាក់ទងរឿងកម្មសិទ្ធិនិងបញ្ញានឹងផងដែរគឺយើងដូចថាមិនចេះផលិតមិនមានគំនិតច្នៃប្រឌិតខ្លួនឯងនេះគឺយើងលួចbrand គេយើងលួចម៉ូតយីហោរបស់គេហើយយើងយកមកផលិតធ្វើរបស់ខ្លួនឯងហើយយកមកដាក់លក់យកលុយចំណេញទៅធ្វើឲ្យម្ចាស់កម្មសិទ្ធិគេបាត់ចំណេញបាត់ចំណូលហើយអានេះគឺជាការកេងប្រវ័ញ្ចផ្នែកពាណិជ្ជកម្មមិនមែនតែបះចិញ្ចឹមពាណិជ្ជកម្មនេះគឺប៉ះពាល់ដល់កម្មសិទ្ធិបញ្ញានឹងផងប៉ះពាល់ដល់រឿងពាណិជ្ជកម្មមិនស្មោះត្រង់នៅក្នុងការលួចយកផលិតផលឬក៏ជួយយកផលិតផលចិនយកមកវាយស្លាកបោះត្រាថាជាផលិតផលផលិតនៅប្រទេសវៀតណាមអីចឹងណាឥឡូវរឿងអកុសលនេះនឹងកើតឡើងហើយគឺជារឿងមួយដែលអាមេរិកហាក់បីដូចជាតឹងតែងមែនតើហើយនៅពេលនេះព្រោះគេចង់ធ្វើយ៉ាងម៉េចស្ដារនឹងឲ្យបានវិញដើម្បីស្ដារសេដ្ឋកិច្ចពាណិជ្ជកម្មនិងលុយដែលបាត់បង់នៅក្នុងទំហំពាណិជ្ជកម្មដែលមិនស្មើភាពគ្នានេះមកវិញឲ្យខាងតែបានណាខ្ញុំមើលឃើញថាចំណុចដែលសហរដ្ឋអាមេរិកធ្វើនេះគឺជាការសំហេតុសំផលមួយត្រង់ថាការពារកម្មសិទ្ធិបញ្ញាការពារអីហ្នឹងគឺជារឿងដែលត្រូវតែធ្វើហើយខ្ញុំមានមោទនភាពចំពោះសហរដ្ឋអាមេរិកនិងរដ្ឋបាលលោកដូណាល់ត្រាំដែរនៅក្នុងចំណុចដែលរឿងការពារកម្មសិទ្ធិបញ្ញានិងចិញ្ចឹមពាណិជ្ជកម្មឲ្យស្មើភាពគ្នានេះក៏ជារឿងល្អដែរសម្រាប់ប្រជាពលរដ្ឋអាមេរិកនិងសម្រាប់អ្នកដែលមានស្នាដៃផលិតហ្នឹងដើម្បីឲ្យគ្នាមានគំនិតច្នៃប្រឌិតកុំឲ្យអ្នកដែលលួចគេសោះឲ្យទៅយកទៅធ្វើជារបស់ខ្លួនហើយធ្វើមានបានអាគ្នាអ្នកខំប្រឹងរៀនខំប្រឹងគំនិតច្នៃប្រឌិតខំប្រឹងបង្កើតថ្មីហ្នឹងស្រាប់តែខ្លាយទៅជាអ្នកដែលវេទនាខ្វះខាតហើយត្រូវគេកេងប្រវ័ញ្ចណាខ្ញុំចំណុចនេះគឺអាមេរិកធ្វើត្រឹមត្រូវមែនតើដើម្បីស្ដាររឿងនេះហើយចិញ្ចីពាណិជ្ជកម្មហ្នឹងក៏អញ្ចឹងដែរគឺធ្វើឲ្យអាមេរិកមានទំហំពាណិជ្ជកម្មស្មើភាពគ្នាគាត់ថាដើម្បីឲ្យស្មើភាពគ្នាដូចថាទៅខ្មែរអីធ្វើម៉េចឲ្យទំនិញអាមេរិកនាំទៅខ្មែរឲ្យបាន$13,000 លានហើយខ្មែរនាំមកអាមេរិក$13,000 លានហ្នឹងគឺជាក្តីសុបិនហើយខ្ញុំជឿថាអាមេរិកនឹងធ្វើដូច្នេះមិនបានទេព្រោះអីអាមេរិកមានផលិតផលល្អច្រើនប៉ុន្តែដូចខ្ញុំជំរាបអញ្ចឹងថាទៅនាំទៅស្រុកខ្មែរយើងមិនដូចគ្នាស្រុកខ្មែរក្រស្រុកអាមេរិកវាមានខ្មែរអាចនាំអីមកអាមេរិកក៏លក់បានណាប៉ុន្តែអាមេរិកនាំទៅខ្មែរមិនមែនលក់បានគ្រប់រឿងទេព្រោះរបស់ថ្លៃមានគុណភាពបែបហ្នឹងប្រជាពលរដ្ឋខ្មែរយើងខ្វះខាតរហូតតែរបស់ចិនរបស់ម៉ាឡេឬរបស់វៀតណាមអីហ្នឹងដែលអាចប្រើបានដើម្បីត្រូវនឹងអាជីវភាពរបស់យើងព្រោះទំហំសេដ្ឋកិច្ចនិងប្រាក់បៀវត្សប្រាក់ចំណូលប្រជាពលរដ្ឋយើងទាបណាស់ប្រាក់ខែ$200 $204អីទៅប្រើប្រាស់របស់ថ្លៃហ្នឹងតើយើងឲ្យបងប្អូនបានលុយឯណាទៅរកទទួលទានដូច្នេះឲ្យអាទំហំពាណិជ្ជកម្មស្មើគ្នារវាងអាមេរិកនិងខ្មែរហ្នឹងគឺនឹងគ្មានថ្ងៃស្មើកើតទេហើយបើយកអាហ្នឹងជាការវាស់វែងគឺខ្មែរច្បាស់ជាក៏ទទួលរងភាពអយុត្តិធម៌ដែរព្រោះអីវាមិនអាចចំណេញអាមេរិកឯណាទៅរកទីផ្សារយើងបានធំដូចនៅទីផ្សារអាមេរិកខ្មែរយកមកអាមេរិកទេម្យ៉ាងទៀតអញ្ចឹងស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅខ្មែរយើងនឹងវាអាប់អ៊ូពេញពិភពលោកដូច្នេះឲ្យអាមេរិកក្រុមហ៊ុនធំទៅរកស៊ីនៅស្រុកខ្មែរដើម្បីឲ្យយករបស់របរទៅផលិតទៅលក់អីឲ្យបានច្រើនហ្នឹងវាអត់មានព្រោះក្រុមហ៊ុនម្ចាស់ក្រុមហ៊ុនសហគ្រិនអីគេហ្នឹងគេគ្នារីរែកអល់អាយគឺមិនហ៊ានទៅទេព្រោះខ្លាចឲ្យរឿងសិទ្ធិមនុស្សធ្វើឲ្យខូចឈ្មោះគេអញ្ចឹងបានខ្ញុំចែកប្រាប់បងប្អូនថ្នាក់ដឹកនាំនៅកម្ពុជាហ្នឹងស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឲ្យប្រទេសយើងមាននីតិរដ្ឋអំពើពុករលួយអីហ្នឹងស្ដារឲ្យល្អប្រព័ន្ធបោះឆ្នោតសេរីត្រឹមត្រូវយុត្តិធម៌កុំធ្វើទុកមកម្នេញបពប្រឆាំងឲ្យស្ដារស្ថានភាពនៅល្អឡើងវិញមិនយើងថាអាចទៅប្រកួតប្រជែងទីផ្សារគេដើម្បីឲ្យគេទៅរកស៊ីនៅស្រុកយើងយើងអាចខ្ចីដង្ហើមគេដកបានទៀតទេការពិតពេលនេះក៏ជាពេលខាញ់រែកដែលខ្មែរយើងគួរតែបញ្ជាក់ប្រាប់ថាអត់គេក៏យើងរស់ប៉ុន្តែចៃដន្យមែនតើនៅពេលដែលយើងស្រែកខៃរែងថាយើងមិនខ្ចីដង្ហើមគេដកកាលគេដក EVA 20%គឺយើងខៃរែងហ្នឹងគឺយើងថាមិនខ្ចីដង្ហើមគេដកហ្នឹងតាមពិតយើងដកដង្ហើមគេទេព្រោះធ្វើប្រជាពិធដ្ឋចឹងចេះតែប្រជាពលរដ្ឋចេះជឿថាអីដល់ពេលឥឡូវពេលអាមេរិកចាប់ផ្ដើមយកពន្ធបានយើងដឹងថាយើងខ្ចីដង្ហើមគេដកមកយកមកហើយហ្នឹងតែមេដឹកនាំចេះតែបោកយើងហ្នឹងឥឡូវឃើញអត់អ្វីដែលជារបស់អាមេរិកយើងឆ្លេឆ្លាតដូចមន់រពងឃើញនៅបងប្អូនឃើញការពិតជាក់ស្ដែងណាការបោកប្រាស់ហ្នឹងចឹងការកុហកហ្នឹងវាអត់បានយូរទេគេនៅតែរកឃើញទេសំខាន់គឺការពិតយើងត្រូវធ្វើខ្លួនយើងខ្លាំងមើលយើងមានអីផលិតអីលក់ដូរនៅក្នុងស្រុកខ្លួនឯងឲ្យសេដ្ឋកិច្ចយើងមិនពឹងដង្ហើមគេបាននៅគឺយើងនៅតែខ្ចីដង្ហើមគេដកដោយសារសេដ្ឋកិច្ចយើងអត់មានភាពរឹងមាំកម្លាំងផលិតរបស់យើងជួនកាលប្រជាពលរដ្ឋផលិតតែអត់ទីផ្សារអត់ទីផ្សារហ្នឹងគឺមានបញ្ហាច្រើនមែនតើគឺដោយសារតែយើងប្រកួតប្រជែងជាមួយប្រទេសក្រៅហើយអាស្ថានភាពសិទ្ធិមនុស្សប្រជាធិបតេយ្យការធ្វើទុកបុកម្នេញប្រជាពលរដ្ឋយើងហ្នឹងវាអត់ស្អាតអត់មានភាពបរិសុទ្ធដែលធ្វើឲ្យគេទៅប្រកួតគេរត់តែពិបាកទៀតអាហ្នឹងអញ្ចឹងខ្ញុំនៅតែបញ្ជាក់ថាទម្ងន់ខ្លាំងគឺយើងត្រូវតែគិតគ្រប់បែបយ៉ាងអញ្ចឹងមិនគិតតែមួយមុខរួចឲ្យមុខហើយកុំមកប្រាប់គេថាអូសិទ្ធដើរហៅសិទ្ធអីសេរីភាពអីមកកណោឲ្យយើងកុំមកមើលដើមជើងមកដើមពីដើមទៅជាព្រៃអត់ទេបងប្អូនគឺគេមើលទាំងអស់ដើម្បីឲ្យយើងថាគេអាចអត់ស៊ីជាមួយយើងបានឥឡូវវិលមកវិញ
តើស្ថានភាពយើងមិនកម្ពុជាយើងនឹងមានភ័ព្វវាសនាល្អហើយតើគេនឹងបន្ទូបន្ថយពន្ធហ្នឹងតើយើងមានអីដែលជាទម្ងន់ចរចាជាមួយអាមេរិកឥឡូវបងប្អូនសាកប្រាប់ខ្ញុំមើលថាកម្ពុជាមានអីជាទម្ងន់ចរចាជាមួយអាមេរិកយើងបញ្ចុះពន្ធ 5% ភ្លាមឃើញទេយើងក្រសួងពាណិជ្ជកម្មយើងទាំងនាយករដ្ឋមន្ត្រីយើងហ្នឹងក៏ប្រាប់អាមេរិកទាំងគេមិនទាន់ប្រាប់ថាចុះដល់ប្រមាណផងគឺយើងទម្លាក់ពន្ធយើងថាយកបោះពន្ធគយអាមេរិកតែ 5% បានហើយឥឡូវចាប់ពីពេលហ្នឹងគឺយើងបានន័យថាបោះដៃប្រាប់ឲ្យគេយើងហុចឲ្យគេភ្លាមហ្មងថាទៅចរចាឲ្យខ្ញុំទៅទម្លាក់ពន្ធអាមេរិកវិញទៅខ្ញុំដាក់ឲ្យចុះដល់ 5% ភ្លាមតើយើងមានទម្ងន់អីទៅចរចាជាមួយគេបើទោះបីជា 5% បើតំណែងអាមេរិកនាំមកស្រុកខ្មែរតែ$200 លានជាងហ្នឹងបាន 3-4% ហើយយើងនាំទៅគេ 100% ដូច្នេះវាដូចថាបើអាមេរិកថាមិនយកពន្ធសោះសឹងថាឲ្យផលិតផលអាមេរិកយកមកចូលទៅទេហើយសឹងថាលើកទឹកចិត្តបង់ឲ្យអាមេរិកថែមទៀតឲ្យយកមកក៏គេអត់មានចំណេញអីពីយើងសោះណាដូចថាវាតិចតួចពេកតែយើងទៅគេហ្នឹងវាច្រើនហើយមួយយ៉ាងទៀតតែយើងអត់មានទម្ងន់ហ្នឹងទាំងអីឥឡូវយើងកម្មពីអញ្ចឹងវៀតណាមគ្នាទម្លាក់ដល់0អាមេរិកថាអត់ដោយសារអីដោយសាររឿងចិនដោយសាររឿងផលិតផលចិនឥឡូវសង្គ្រាមពាណិជ្ជកម្មនេះលែងជារឿងជាមួយពិភពលោកមកនេះគោលដៅបំផុតធំបំផុតរបស់អាមេរិកពេលនេះគឺចិនទេបងប្អូនហើយរដ្ឋបាលលោកត្រាំតាំងពីដើមមកហ្នឹងគឺគាត់ចង់ឲ្យមើលចិនមែនតើព្រោះអីនិយាយទៅគឺចំណុចដែលយល់រួមស្របគ្នាមួយគឺខាងប្រជាពលរដ្ឋអាមេរិកហាក់បីដូចជានៅតែជឿថាចិនជាអ្នកដែលរកស៊ីមិនស្មោះត្រង់ណាកេងប្រវ័ញ្ចឥឡូវនេះគឺធ្លាក់ដល់វៀតណាមហើយដែលត្រូវជួយចិនវាធ្លាក់ចូលក្នុងចម្ពោះអ្នកកេងប្រវ័ញ្ចចុះខ្មែរយើងនឹងមានអីប្រសើរបងប្អូនគេចោទយើងថាយើងនឹងសុំកលុំជាមួយចិនយើងនឹងលំអៀងទៅរកចិនយើងនឹងមានបញ្ហាទាំងមូលដ្ឋានទ័ពមានខ្សង់ពលានយន្តហោះដែលអាចធ្វើឲ្យចិននឹងដាក់មូលដ្ឋានសឹកនៅប្រទេសកម្ពុជាបានផងហើយយើងបើករោងចក្រសហគ្រាសកាស៊ីណូចិនឬក៏បនលបែងឬក៏ឥឡូវនឹងរោងចក្រសហគ្រាសរបស់ចិននឹងគឺនៅប្រទេសកម្ពុជានឹងស្ទើរតែជាង 50% ទៅហើយណាបងប្អូនទៅមើលរោងចក្រនៅប្រទេសកម្ពុជាមើលមានប្រមាណជារបស់ខ្មែរសុទ្ធតែជារបស់ចិនហើយរបស់ចិនហ្នឹងគឺយកផលិតផលមកពីណាគឺយកមកពីចិនហើយនៅពេលដែលយកផលិតផលមកពីចិនកម្មកររោងចក្រគ្នាធ្វើបានប្រាក់បន្តិចបន្តួចណាប៉ុន្តែកម្រៃហ្នឹងបានទៅអ្នកណាគឺជនជាតិចិនហើយបើសិនជាបានទៅជនជាតិចិនតើលំហូរសាច់ប្រាក់ហ្នឹងវាហូរទៅចំណេញប្រយោជន៍ប្រទេសណាគឺប្រទេសចិនអញ្ចឹងបើវាហូរទៅប្រទេសចិនឥឡូវអាមេរិកកំពុងតែធ្វើសង្គ្រាមជាមួយនឹងពាណិជ្ជកម្មជាមួយចិនតើអ្នកណាដែលជាអ្នករងផលប៉ះពាល់កម្ពុជាយើងក៏អាភ័ព្វទៀតហើយបងប្អូនអាភ័ព្វត្រង់ថាយើងពាក់ព័ន្ធជាមួយនឹងប្រទេសចិនហ្នឹងណាយើងអត់ខ្ចីដង្ហើមអ្នកណាដកក៏ដោយក៏ប៉ុន្តែដង្ហើមសេដ្ឋកិច្ចរបស់ខ្មែរពឹងទៅលើរោងចក្រសហគ្រាសនិងការផលិតដែលជាតកែរបស់ចិននឹងឯងហើយយើងដឹងហើយនៅពេលដែលតកែរោងចក្រផលិតខោអាវសម្លៀកបំពាក់ឬក៏គ្រឿងអីផ្សេងៗនៅប្រទេសកម្ពុជាហ្នឹងបងប្អូនច្បាស់ទេថាទាំងអស់ហ្នឹងជារបស់ផលិតដោយខ្មែរដោយផ្ទាល់ដៃបងប្អូនជឿ 100% ទេយើងមើលវៀតណាមយកផលិតផលចិនយកទៅវាយស្លាកវស្ត្រារបស់វៀតណាមហើយចំណេញការអនុគ្រោះពន្ធទៅសហរដ្ឋអាមេរិកឥឡូវគេរកឃើញទៅគេរករឿងចុះខ្មែរយើងនៅពេលដែលយើងបានការអនុគ្រោះពន្ធ GSP រាប់ឆ្នាំរោងចក្រសហគ្រាសប្រងព្រាតក្រុមហ៊ុនចិនមកប្រងព្រាតតើផលិតផលដែលផលិតនៅប្រទេសកម្ពុជាដែលជាស្នាដៃកូនខ្មែរដែលវាយធ្វើផលិតខោអាវអស់ហ្នឹងតើប្រមាណដែលគេយកមកគ្រាន់តែយកមកពីចិនយកមកដាក់ចូលនៅក្នុងរោងចក្រជួនកាលបងប្អូនយើងផលិតបានដូចថា 10% អញ្ចឹងទៅហើយគេយក 90% ទៅគេដឹកចូលមកតែម្ដងដើម្បីប្រឡំមកហើយវាយត្រាដាក់ថាផលិតនៅប្រទេសកម្ពុជាទៅកម្មករយើងផលិតបានតែ 10% ប៉ុន្តែ 90% ជាផលិតផលដែលនាំមកពីប្រទេសចិនចូលតាមច្រកនៅរោងចក្រផលិតនៅប្រទេសកម្ពុជាហើយបោះស្លាកថាផលិតនៅខ្មែរនាំចេញមកអាមេរិកគេឲ្យការអនុគ្រោះយើងដើម្បីអីគេថាគេជួយខ្មែរប៉ុន្តែជាលទ្ធផលមានបានចំណេញខ្មែរណាបងប្អូនបើសិនជាមានការកេងប្រវ័ញ្ចបលំអញ្ចឹងអ្នកដែលខាត់បងខ្លាំងជាងគេគឺប្រជាពលរដ្ឋខ្មែរស្លូតត្រង់របស់យើងកម្មករកាត់ដេរកម្មកររោងចក្រកម្លាំងពលកម្មអញ្ចឹងបានថាប្រាក់បៀវត្សប្រាក់អីឡើងអត់បានសោះឡើងវាអត់បានដោយសារមានអំពើនេះកើតឡើងបងប្អូនខ្ញុំមិនចាប់ប្រកាន់ថាបងប្អូនប្រព្រឹត្តអំពើនេះទេប៉ុន្តែនេះគឺជាការដែលចាប់ប្រកាន់ពីខាងភាគីសហរដ្ឋអាមេរិកដែលគេច្បាស់ខាងពាណិជ្ជកម្មគេរកឃើញវៀតណាមហើយបងប្អូនគេរកឃើញវៀតណាមថាកេងប្រវ័ញ្ចដោយសារតែយកផលិតផលពីចិនហើយយើងដឹងហើយវៀតណាមដែលត្រូវគ្នាជាមួយចិនពីកាលបងប្អូនប៉ុន្តែផ្នែកពាណិជ្ជកម្មឃើញវៀតណាមសុខចិត្តលេបថ្មលេបគ្រោះនៅក្នុងតំណែងតំណងមិនល្អជាមួយនឹងចិនយកផលិតផលពីចិនមកវាយស្លាកបោះត្រានៅប្រទេសវៀតណាមនាំចេញមកសហរដ្ឋអាមេរិកចុះយើងកំពុងតែល្អអើនជាមួយចិនចាក់ទឹកមិនលិចនេះតើមានកន្លែងណាដែលយើងថាយើងមិនយកផលិតផលចិនយកមកដើម្បីវាយស្លាកបោះត្រានៅស្រុកខ្មែរហើយយកមកលក់នៅប្រទេសអាមេរិកដើម្បីរួចពន្ធហើយដើម្បីបានចំណេញដល់ចិនមិនមែនចំណេញដល់ខ្មែរយើងកម្មមកបងប្អូនខ្ញុំបារម្ភមែនតើអានេះហើយដែលធ្វើឲ្យខ្ញុំចិត្តថាស្រក់ទឹកភ្នែកឲ្យតែពេលឮថាយើងចាប់ផ្ដើមដូចថាស្និទ្ធស្នាលទៅប្រទេសចិនខ្លាំងពេកខ្ញុំមិនបន្ទោសរដ្ឋាភិបាលកម្ពុជារឿងសែបគប់ឬក៏ស្និទ្ធស្នាលជាមួយចិនអីប្រហែលដែរទេព្រោះអីរដ្ឋាភិបាលតាំងពីជំនាន់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនមុនមកគាត់ថា
ហើយគាត់ស្វាគមន៍ដៃ10ហ្នឹងទៅអ្នកណាមករកស៊ីជាមួយខ្មែរក៏បានដែរណាតែអត់មានគេខាងក្រៅមកសោះមកតែចិនហើយយកមិនរកស៊ីជាមួយចិនរកស៊ីជាមួយអ្នកណាព្រោះទីផ្សារសេរីខ្ញុំថាប្រសាសន៍របស់លោកគឺពិតជាត្រឹមត្រូវហើយមានភាពសមស្របដែលអាចទទួលយកបានប៉ុន្តែអ្វីដែលលោកអត់បានលើកឡើងគឺថានៅពេលដែលផ្ទះយើងសិតតែសម្រាមនៅពេលដែលផ្ទះយើងមានភាពខ្វក់ក្រិចអីអញ្ចឹងតើយើងទៅស្វាគមន៍ភ្ញៀវឬក៏អ្នករកស៊ីអ្នកល្អឯណាគេចង់មកលេងយើងមកចង់មករកស៊ីជាមួយយើងបើយើងមិនស្អាតស្អំណាអាសិតមនុស្សយើងនឹងក៏ខ្វក់អានីតិរដ្ឋយើងនឹងក៏ក្រិចអារឿងចាប់សកម្មជនអារឿងធ្វើបាបពួកខាងក្រុមកម្មករសហជីពមើលការបាតកម្មរាល់ថ្ងៃណាកាវលនឹងគ្នាតវ៉ាប្រហែលឆ្នាំហើយបងប្អូន4-5ឆ្នាំវាយដំរុញច្រានស្ត្រីជាប្រធានសហជីពបោចសក់ក្តិចមូលធ្វើទុកបុកម្នេញគេពិភពលោកគេមើលរាល់ថ្ងៃបងប្អូនថាគេមិនបានមើលគេឃើញគេកត់ត្រារាល់ថ្ងៃតែបងប្អូនមានដែរស្ដារអានឹងអត់សោះហើយទៅថាគេនឹងជាក្រុមមួយគ្រាប់ពីរគ្រាប់3 4នាក់ហ្នឹងកុំយកធ្វើជាដើមឈើឲ្យធ្វើជាព្រៃអីសិតតែពួកជ្រុលនិយមពួកអីតែអត់ដោះស្រាយអីទេសហជីពសពថ្ងៃនៅស្រុកខ្មែរបងប្អូនតើសហជីពកម្មករប្រមាណដែលហ៊ានតវ៉ាដើម្បីសិទ្ធិសេរីភាពកម្មករអត់ទេស្ងាត់អស់ហើយដោយសារអីអស់លោកសហជីពហ្នឹងខ្លាយទៅជាមនុស្សរបស់រដ្ឋាភិបាលអស់ហើយហ្នឹងនៅសល់តិចតួចណាយើងឃើញតែចរចាប្រាក់ខែវាមិនដែលតំណាងសហជីពឯណាការពារកម្មករពេលដែលគេទារតឡើងប្រាក់ខែយើងទៅគ្រប់គ្រងតកែថាមិនបាច់ឡើងទេឡើង$3 $4អីចឹងបានវាអត់មានសហជីពការពារប្រយោជន៍កម្មករឲ្យស្មានគេមិនដឹងបងប្អូនគេដឹងតាគេថាអូស្រុកខ្មែរងាប់ហើយសិទ្ធិមនុស្សប្រជាធិបតេយ្យសិទ្ធិកម្មករពលករនឹងដាច់ផឹងហើយព្រោះអីយើងធ្វើទុកបុកម្នេញអីចឹងហើយឥឡូវដល់ពេលសហគមន៍អឺរ៉ុបប្រហែលកាលពីចុងឆ្នាំពុំមានកម្ពុជារឿងស្អីអង្គការសង្ត្រាល់នៅសល់តែ1 2ធ្វើបាបគេទៀតដូចស្អីធ្វើទុកបុកម្នេញធ្វើសវនកម្មធ្វើអីពិនិត្យឆែកឆេរប្រាក់ចំណូលប្រាក់ចំណាយចំណេញអីគេតែមិនប្រាក់ចំណេញប្រាក់ចំណូលប្រាក់អីហ្នឹងគឺថាធ្វើឲ្យគេលំបាកធ្វើឲ្យគេហ្នឹងគឺយើងហ្នឹងគឺថាដូចអង្គការផ្នែកមនុស្សហើយដល់អញ្ចឹងទៅវាធ្វើឲ្យសិទ្ធិសេរីភាពផ្នែកសហជីពកម្មករហ្នឹងក៏លំបាកអ្នកណាទៅហ៊ានរកស៊ីជាមួយយើងគេបារម្ភណាបងប្អូនអ្នកដែលគេថ្លៃគេអត់ហ៊ានប៉ះទេណាបងប្អូនមានចាំទេស្រុកខ្មែរយើងកាលពីជំនាន់ខ្ញុំនៅអូយក្រុមហ៊ុនអូស្ត្រាលីមួយដែលគេទៅរករ៉ែខ្ញុំដូចជានៅ20ឆ្នាំជាងហើយបងប្អូនចង់ភ្លេចដែរដូច Billiton នេះមិនដឹងទេក្រុមហ៊ុនរបស់អូស្ត្រាលីធំទៅរកស៊ីនៅហ្នឹងហើយទៅយើងទៅយកលុយទៅតែគេ$1 លានដើម្បីរករ៉ែហើយខាងសភាខាងអីមកប្រាប់ថាអាហ្នឹងលុយទៅតែដល់ពេលគេមកស្រុកគេវិញគេរករឿងមានគេប្តឹងគ្រប់គ្នាថាយើងសោកលុយអំពើពុករលួយខូចឈ្មោះក្រុមហ៊ុនគេពេញពិភពលោកដកអាគម្រោងរករ៉ែក៏លែងហ៊ានទៅរកស៊ីខូចឈ្មោះក្រុមហ៊ុនគេរហូតដល់ឥឡូវទៀតដោយសារអីដោយសារតែប្រព័ន្ធពុករលួយប្រព័ន្ធអីយើងអញ្ចឹងណាបងប្អូនអាហ្នឹងវាហើយខ្ញុំនិយាយទៅខ្ញុំមិនដឹងថាត្រូវនិយាយយ៉ាងម៉េចឲ្យអស់ពីក្តីកង្វល់ហ្នឹងទេបងប្អូនតែយ៉ាងណាយើងអភ័ព្វដោយសារអីពេលដែលយើងមានបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យយើងអាចខ្សែគប់ជាមួយប្រទេសលោកសេរីបានណាបងប្អូនយើងខ្សែគប់បានតែជាមួយចិនទេឥឡូវទៅមានតែលោកសេរីឬសហរដ្ឋអាមេរិកចាប់ផ្ដើមសង្គ្រោះថ្មិញមានសង្គ្រាមពាណិជ្ជកម្មជាមួយចិនយើងនៅកញ្ចប់ចិនណាបងប្អូនយើងនៅកញ្ចប់ចិនយើងជាទ្វារក្រោយរបស់ចិនខ្ញុំថាទ្វារក្រោយនេះគឺជាភាសារបស់អង់គ្លេសគេ back door ដែលគេប្រើទូទៅរបស់សហរដ្ឋអាមេរិកគេប្រើទូទៅទេគឺបានន័យថាម៉េចគឺបានន័យថាយើងនឹងគឺជាអ្នកជួយឲ្យចិនចំណេញបើគេខ្ទប់ដង្ហើមចិនគេនៅមានច្រកដកដង្ហើមណាដោយសារអីឥឡូវបើដាក់ពន្ធចិនខ្លាំងគេអាចមកតាមកម្ពុជាឥឡូវឧទាហរណ៍ខ្ញុំឧបមាតែខ្ញុំជឿថារឿងនេះឲ្យវាជាការពិតចាស់សូមឲ្យប្រជាពលរដ្ឋខ្មែរបានចំណេញពីការអនុគ្រោះពន្ធខ្ញុំឧបមាទេថាបើគេទម្លាក់ពន្ធអាមេរិកទម្លាក់ពន្ធខ្មែរដល់10%ឬក៏មិនយកពន្ធសោះមានប្រព័ន្ធអនុគ្រោះពន្ធវិញចុះហើយគេយកចិនមកដល់នេះអាមេរិកចាប់ផ្ដើមពមៀនហើយអាចឡើងដល់104%បងប្អូនព្រោះអីចិនគេខែងរ៉ែងរបស់គេដែរគេថាដាក់គេ34%គេទាត់មកជើងវិញ34%ម្សិលមិញលោកត្រាំថាពមៀនហើយប្រាប់ថាកុំតដៃឥឡូវតដៃថែម2ជើងទៅវិញទៀតដូច្នេះឥឡូវនេះគឺឡើងដល់104%ឥឡូវចិនចាប់ផ្ដើមខ្លាយទៅជាផ្ទាំងស៊ីបធំបំផុតឥឡូវចិនគេខ្ទប់ដង្ហើមហើយចោះយើងងាកមកកម្ពុជាវិញបើគេយកពន្ធចិន104%ចោះឧទាហរណ៍ផលិតផលពីចិនទៅលក់ឯណាបាននៅសហរដ្ឋអាមេរិក104%ច្បាស់ជាមកមិនរួចទេព្រោះมันអាចប្រកួតប្រជែងបានទេពួកឯងនៅប្រទេសច្រើនណាស់ដែលយកពន្ធទាបជាងហ្នឹងហើយចុះបើគេយកពន្ធយើងឧទាហរណ៍គេទម្លាក់យើងនៅតែ10%អញ្ចឹងអាក្រុមហ៊ុនចិននិងរោងចក្រចិនហ្នឹងគឺនឹងបុកសម្រុកមកស្រុកខ្មែរដើម្បីអីដើម្បីយកអាទំនិញដែលអាចដឹកមកពីប្រទេសចិនហ្នឹងយកមកថ្មីផលិតហើយគ្រាន់តែថាយកមកបោះស្លាកនៅស្រុកខ្មែរអញ្ចឹងទៅហើយនាំចេញទៅអាមេរិកទៅដាក់ថា made in Cambodia អញ្ចឹងទៅវាធ្វើឲ្យចិននៅតែមានដង្ហើមថាអត់
ទម្ងន់គេហៅទណ្ឌកម្មហ្នឹងវាអត់ត្រូវចិនណាព្រោះអីវានៅទ្វារក្រោយមួយដើម្បីឲ្យចិនអាចរំដោះខ្លួនបានណាយើងខ្លាយទៅជាទ្វារក្រោយរបស់គេខ្ញុំអត់ថាពាក្យហ្នឹងទៅបងប្អូនជាភាសារបស់សហរដ្ឋអាមេរិកគេនិយាយខ្លួនគេហើយគេចោទយើងអញ្ចឹងតើយើងត្រូវអត់ខ្ញុំអត់ដឹងមេដឹកនាំប្រទេសកម្ពុជាបកស្រាយខ្លួនឯងទៅអស់លោកអាចនឹងមកឡើងនិយាយថាអូជាការចោទប្រកាន់ខុសរឿងទេផលិតផលទាំងអស់ហ្នឹងផលិតដោយស្នាដៃខ្មែរយើងគ្រប់គ្នាអីលាក់នឹងលាក់អីអញ្ចឹងទៅជាញើសជាឈាមអស់លោកនឹងនិយាយភាសាបែបហ្នឹងហើយអស់លោកនឹងទទួលបានគេហៅកំបិតចិត្តដល់មួយទៀតនៅពេលអស់លោកការពារកម្មករយើងគឺជាមោទនភាពណាស់គឺផលិតខ្លួនឯងយើងស្មោះត្រង់យើងបរិសុទ្ធយើងគ្មានអំពើពុករលួយយើងគ្មានកេងប្រវ័ញ្ចយើងគ្មានយកផលិតផលចិនមកឯណាទេគឺបើតែក្រុមហ៊ុនរោងចក្រចិនមែនតែផលិតនៅស្រុកខ្មែរទាំងអស់ព្រោះយើងផលិតទំនិញតាមពន្ធដារតាមកយតាមអីច្រកព្រំដែននេះយើងផលិតមើលមិនឲ្យនាំមកប្រទេសផ្ដាច់ឲ្យតតែផលិតក្នុងស្រុកបានអាចយកទៅលក់នៅក្រៅបានអញ្ចឹងយើងអាចបកស្រាយអញ្ចឹងប៉ុន្តែកំបិតចិត្តដល់ធ្វើម៉េចនៅពេលនោះបានដឹងថាអស់លោកធ្វើបាបប្រជាពលរដ្ឋនិងកម្មករយើងហើយបើសិនជារបស់អស់នឹងផលិតនៅស្រុកខ្មែរទាំងស្រុងតែម្ដងហើយទំហំ$1,300 លានដែលនាំចូលមកអាមេរិកកម្មករអត់ត្រូវបានប្រាក់ខែ$204ទេបងប្អូនយ៉ាងហោចណាស់ក៏500ដែរ$450ទៅ$500ដែរព្រោះអាប្រាក់ចំណេញនឹងវាច្រើនណាស់បើសិនជាកម្មករយើងផលិតបានមែនតើយើងគួរតែបានប្រាក់4-500ឬច្រើនលើសនឹងទៀតផងមិនមែនប៉ុណ្្នឹងទេប៉ុន្តែប្រហែលដោយសារតែការផលិតនឹងវាតិចតួចហើយយកកូតា